ហៅបានកំណត់គោលដៅថាត្រូវបន្តសកម្មភាពដែលខ្ញុំធ្លាប់ចូលចិត្តធ្វើឬចាប់ផ្ដើមធ្វើសកម្មភាពថ្មីដើម្បីឲ្យមានអារម្មណ៍ប្រសើរឡើងនេះគឺជាគោលដៅទូទៅវិធីមួយដើម្បីធ្វើឲ្យហៅកំណត់គោលដៅជាក់លាក់និងអាចគ្រប់គ្រងវាបានគឺត្រូវសួរគាត់ថាតើសកម្មភាពជាក់លាក់អ្វីដែលគាត់អាចធ្វើបានដើម្បីសម្រេចគោលដៅទូទៅនេះព្រោះវាជារឿងសំខាន់ណាស់សម្រាប់គាត់ក្នុងការកំណត់អាកប្បកិរិយាជាក់លាក់ដែលនឹងនាំគាត់ទៅសម្រេចគោលដៅរបស់គាត់ហើយអាចផ្ដល់ឲ្យយើងនូវចម្លើយផ្សេងជាច្រើនលេងកីឡាចេញទៅក្រៅជាមួយមិត្តភក្តិគោលដៅទាំងនេះជាក់លាក់ជាងគោលបំណងដំបូងរបស់គាត់គោលដៅជាក់លាក់ទាំងនេះងាយនឹងសម្រេចជាងហើយងាយក្នុងការដឹងថាយើងបានសម្រេចវាអត់ព្រោះវាជាអាកប្បកិរិយាជាក់លាក់ដែលយើងធ្វើឬមិនធ្វើបន្ទាប់ពីធ្វើការឆ្លុះបញ្ចាំងនិងកំណត់គោលដៅជាក់លាក់បន្ថែមវាក៏សំខាន់ផងដែរសម្រាប់ហៅក្នុងការកំណត់ពីជំហានដែលត្រូវធ្វើដើម្បីសម្រេចបាននូវគោលបំណងជាក់លាក់នោះសូមមើលពីរបៀបដែលហៅរៀបចំជំហានដើម្បីសម្រេចបាននូវគោលដៅនីមួយរបស់គាត់ក្នុងរយៈពេលខ្លីនិងមធ្យមដែលបន្ទាប់មកវាអាចនាំគាត់ទៅកាន់គោលដៅចុងក្រោយរបស់គាត់ដើម្បីបន្តធ្វើសកម្មភាពដែលខ្ញុំធ្លាប់ចូលចិត្តឬដើម្បីចាប់ផ្ដើមធ្វើសកម្មភាពថ្មីដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ប្រសើរឡើងវិញឧទាហរណ៍ដែលអាចយកទៅអនុវត្តបានមួយចំនួនដូចខាងក្រោមគោលដៅទី1សកម្មភាពលេងកីឡាជំហានទី1ស្វែងរកព័ត៌មានពីសកម្មភាពកីឡានៅមជ្ឈមណ្ឌលកីឡាដែលខ្ញុំចូលចិត្តស្របតាមកាលវិភាគរបស់ខ្ញុំនិងមានតម្លៃសមរម្យជំហានទី2ជ្រើសរើសអ្វីដែលខ្ញុំនឹងធ្វើចូលរួមការដើរបែបកម្សាន្តនៅមជ្ឈមណ្ឌលដែលនឹងប្រព្រឹត្តទៅនៅពេលចុងសប្តាហ៍ជំហានទី3ទៅមជ្ឈមណ្ឌលដើម្បីចុះឈ្មោះជំហានទី4ស្វែងរកព័ត៌មានពីការទៅកម្សាន្តនិងរៀបចំសម្រាប់ការទៅកម្សាន្តឧទាហរណ៍ទិញឧបករណ៍ដែលខ្ញុំមិនមានជំហានទី5ដំណើរកម្សាន្តជាលើកដំបូងជំហានទី6ដំណើរកម្សាន្តបន្តបន្ទាប់នៅថ្ងៃចុងសប្តាហ៍ខាងមុខ